ច្បាប់ទី3ធ្វើឲ្យវាងាយស្រួល11ដើរយឺតប៉ុន្តែកុំដើរថយក្រោយឲ្យសោះនៅថ្ងៃចូលរៀនដំបូងលោកសាស្ត្រាចារ្យ Jerry Uelsman នៅសាកលវិទ្យាល័យ University of Florida បានបែងចែកនិស្សិតផ្នែកថតរូបដោយប្រើ feel របស់គាត់ជាពីរក្រុមគាត់បានពន្យល់ថាអ្នកដែលអង្គុយនៅខាងឆ្វេងនៃថ្នាក់រៀននឹងត្រូវចាត់ចូលទៅក្នុងក្រុមបរិមាណពួកគេនឹងទទួលបានការដាក់ពិន្ទុដោយផ្អែកទៅលើបរិមាណការងារដែលពួកគេផលិតបានតែប៉ុណ្ណោះនៅថ្ងៃបញ្ចប់វគ្គសិក្សាគាត់នឹងធ្វើការបូកសរុបចំនួនរូបថតដែលនិស្សិតម្នាក់ៗបានប្រគល់ជូនរូបថតចំនួន100សន្លឹកនឹងទទួលបាននិទេស A 90សន្លឹកទទួលបាននិទេស B 80សន្លឹកទទួលបាននិទេស C ហើយបន្តបន្ទាប់គ្នាបែបនេះចំណែកឯអ្នកដែលអង្គុយនៅខាងស្ដាំនៃថ្នាក់រៀនវិញនឹងត្រូវចាត់ចូលទៅក្នុងក្រុមគុណភាពពួកគេនឹងទទួលបានការដាក់ពិន្ទុដោយផ្អែកទៅលើភាពល្អឥតខ្ចោះនៃស្នាដៃរបស់ពួកគេតែប៉ុណ្ណោះពួកគេតម្រូវឲ្យផលិតរូបថតតែមួយសន្លឹកគត់ក្នុងអំឡុងពេលឆមាសនេះប៉ុន្តែដើម្បីទទួលបាននិទេស A វាត្រូវតែជារូបភាពដែលល្អស្ទើរតែឥតខ្ចោះនៅចុងបញ្ចប់នៃវគ្គសិក្សាគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញថារូបថតដែលល្អបំផុតទាំងអស់សុទ្ធតែជាស្នាដៃរបស់ក្រុមបរិមាណក្នុងអំឡុងពេលឆមាសនេះនិស្សិតទាំងនេះរវល់តែនឹងការថតរូបសាកល្បងការរៀបចំប្លង់និងពន្លឺសាកល្បងវិធីសាស្ត្រផ្សេងៗនៅក្នុងបន្ទប់លាងរូបថតនិងរៀនសូត្រពីកំហុសរបស់ពួកគេតាមរយៈដំណើរការនៃការបង្កើតរូបថតរាប់រយសន្លឹកពួកគេបានពង្រឹងជំនាញរបស់ពួកគេឲ្យកាន់តែស្ទាត់ផ្ទុយទៅវិញក្រុមគុណភាពបានត្រឹមតែអង្គុយស្រមើស្រមៃអំពីភាពល្អឥតខ្ចោះប៉ុណ្ណោះដើម្បីបង្ហាញពីការខិតខំប្រឹងប្រែងរបស់ពួកគេសោះក្រៅពីទ្រឹស្ដីដែលមិនទាន់បានបញ្ជាក់នឹងរូបថតធម្មតាមួយសន្លឹកវាងាយស្រួលណាស់ក្នុងការជាប់គាំងនៅពេលដែលយើងព្យាយាមស្វែងរកផែនការដ៏ល្អបំផុតសម្រាប់ការផ្លាស់ប្ដូរដូចជាវិធីលឿនបំផុតដើម្បីសម្រកទម្ងន់កម្មវិធីហាត់ប្រាណដ៏ល្អបំផុតដើម្បីបង្កើតសាច់ដុំឬគំនិតដ៏ល្អឥតខ្ចោះសម្រាប់ការងារក្រៅម៉ោងយើងផ្ដោតអារម្មណ៍ខ្លាំងពេកទៅលើការស្វែងរកវិធីសាស្ត្រល្អបំផុតរហូតដល់យើងមិនបានចាប់ផ្ដើមបញ្ចេញសកម្មភាពពិតសោះដោយដែលទស្សនវិទូ Voltaire ធ្លាប់បានសរសេរថាភាពល្អឥតខ្ចោះគឺជាសត្រូវនៃភាពល្អប្រសើរខ្ញុំចាត់ទុកចំណុចនេះថាជាភាពខុសគ្នារវាងការត្រៀមលក្ខណៈនិងការបញ្ចេញសកម្មភាពពិតគំនិតទាំងពីរនេះស្ដាប់ទៅហាក់ដូចជាស្រដៀងគ្នាប៉ុន្តែនៅពេលដែលអ្នកស្ថិតក្នុងការត្រៀមលក្ខណៈអ្នកកំពុងតែរៀបចំផែនការរៀបចំយុទ្ធសាស្ត្រនិងរៀនសូត្រទាំងនេះសុទ្ធសឹងតែជារឿងល្អប៉ុន្តែពួកវាមិនបង្កើតឲ្យមានលទ្ធផលនោះទេម្យ៉ាងវិញទៀតការបញ្ចេញសកម្មភាពពិតគឺជាប្រភេទនៃឥរិយាបថដែលនឹងផ្ដល់នូវលទ្ធផលប្រសិនបើខ្ញុំសរសេរព្រាងគំនិតចំនួន20សម្រាប់អត្ថបទដែលខ្ញុំចង់សរសេរនោះគឺជាការត្រៀមលក្ខណៈប្រសិនបើខ្ញុំអង្គុយចុះហើយចាប់ផ្ដើមសរសេរអត្ថបទមួយមែនទែននោះទើបជាការបញ្ចេញសកម្មភាពពិតប្រសិនបើខ្ញុំស្វែងរកផែនការរបបអាហារដែលល្អជាងមុនហើយអានសៀវភៅមួយចំនួនដែលទាក់ទងនឹងប្រធានបទនេះនោះគឺជាការត្រៀមលក្ខណៈប្រសិនបើខ្ញុំញ៉ាំអាហារដែលល្អចំពោះសុខភាពមែនទែននោះទើបជាការបញ្ចេញសកម្មភាពពិតជួនកាលការត្រៀមលក្ខណៈមានប្រយោជន៍ប៉ុន្តែវានឹងមិនអាចបង្កើតលទ្ធផលដោយខ្លួនឯងបានឡើយទោះបីជាអ្នកទៅជួបពិភាក្សាជាមួយគ្រូបង្វឹកផ្ទាល់ខ្លួនប៉ុន្មានដងក៏ដោយក៏ការត្រៀមលក្ខណៈនោះនឹងមិនអាចធ្វើឲ្យអ្នកមានរាងកាយមាំមួនបាននោះទេមានតែការបញ្ចេញសកម្មភាពពិតនៃការហាត់ប្រាណប៉ុណ្ណោះទើបអាចផ្ដល់នូវលទ្ធផលដែលអ្នកចង់បានប្រសិនបើការត្រៀមលក្ខណៈមិននាំឲ្យមានលទ្ធផលទេហេតុអ្វីបានជាយើងនៅតែធ្វើវាជួនកាលយើងធ្វើវាដោយសារតែយើងពិតជាត្រូវការរៀបចំផែនការឬរៀនសូត្របន្ថែមមែនប៉ុន្តែជាញឹកញាប់យើងធ្វើវាដោយសារតែការត្រៀមលក្ខណៈផ្ដល់ឲ្យយើងនៅអារម្មណ៍ថាយើងកំពុងតែមានការរីកចម្រើនដោយមិនចាំបាច់ប្រឈមនឹងហានិភ័យនៃភាពបរាជ័យពួកយើងភាគច្រើនគឺជាអ្នកជំនាញក្នុងការជៀសវាងការបរាជ័យឬការត្រូវបានគេវិនិច្ឆ័យជាសាធារណៈមិនមែនជារឿងដែលធ្វើឲ្យយើងមានអារម្មណ៍ល្អនោះទេដូច្នេះហើយទើបយើងតែងតែជៀសវាងស្ថានភាពដែលអាចនឹងកើតមានរឿងបែបនោះហើយនោះគឺជាមូលហេតុដ៏ធំបំផុតដែលអ្នកងាកទៅរកការត្រៀមលក្ខណៈជាងការបញ្ចេញសកម្មភាពពិតអ្នកគ្រាន់តែចង់ពន្យាពេលនៃភាពបរាជ័យប៉ុណ្ណោះវាងាយស្រួលណាស់ក្នុងការជាប់នៅក្នុងការត្រៀមលក្ខណៈហើយបញ្ចុះបញ្ចូលខ្លួនឯងថាអ្នកកំពុងតែមានការរីកចម្រើនអ្នកគិតថាពេលនេះខ្ញុំកំពុងតែពិភាក្សាជាមួយអតិថិជនសក្តានុពលចំនួន4នាក់នេះជារឿងល្អយើងកំពុងតែដើរលើទិសដៅត្រឹមត្រូវហើយឬខ្ញុំបានប្រមូលគំនិតមួយចំនួនសម្រាប់សៀវភៅដែលខ្ញុំចង់សរសេរវាកំពុងតែចេញជារូបរាងបណ្ដើហើយ
ការត្រៀមលក្ខណៈធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកកំពុងតែសម្រេចការងារបានប៉ុន្តែតាមការពិតអ្នកគ្រាន់តែធ្វើការត្រៀមខ្លួនដើម្បីសម្រេចការងារណាមួយប៉ុណ្ណោះនៅពេលដែលការត្រៀមខ្លួនคล้ายទៅជាទម្រង់នៃការពន្យាពេលអ្នកត្រូវតែផ្លាស់ប្ដូរអ្វីមួយហើយអ្នកមិនចង់បានត្រឹមតែការរៀបចំផែនការនោះទេគឺអ្នកចង់អនុវត្តជាក់ស្ដែងប្រសិនបើអ្នកចង់ស្ទាត់ជំនាញលើទម្លាប់ណាមួយគន្លឹះសំខាន់គឺត្រូវចាប់ផ្ដើមពីការធ្វើវាឡើងវិញជាប្រចាំមិនមែនទាមទារភាពល្អឥតខ្ចោះនោះទេអ្នកមិនចាំបាច់គិតគូរលម្អិតពីគ្រប់ចំណុចនៃទម្លាប់ថ្មីអ្នកគ្រាន់តែត្រូវអនុវត្តវាប៉ុណ្ណោះនេះគឺជាចំណុចសំខាន់ទី1នៃច្បាប់ទី3អ្នកគ្រាន់តែត្រូវអនុវត្តវាឲ្យបានច្រើនដងប៉ុណ្ណោះតើវាពិតជាត្រូវចំណាយពេលប៉ុន្មានទើបអាចបង្កើតទម្លាប់ថ្មីមួយការបង្កើតទម្លាប់គឺជាដំណើរការដែលឥរិយាបថមួយคล้ายទៅជាស្វ័យប្រវត្តិបន្តិចម្ដងតាមរយៈការធ្វើវាឡើងវិញកាលណាអ្នកធ្វើសកម្មភាពណាមួយឡើងវិញកាន់តែច្រើនដងនោះរចនាសម្ព័ន្ធខួរក្បាលរបស់អ្នកកាន់តែផ្លាស់ប្ដូរដើម្បីធ្វើឲ្យសកម្មភាពនោះកាន់តែមានប្រសិទ្ធភាពអ្នកវិទ្យាសាស្ត្រផ្នែកសរសៃប្រសាទហៅដំណើរការនេះថា long term potentiation ដែលសំដៅទៅលើការពង្រឹងទំនាក់ទំនងរវាងកោសិកាសរសៃប្រសាទនៅក្នុងខួរក្បាលដោយផ្អែកលើទម្រង់នៃសកម្មភាពថ្មីៗជាមួយនឹងការធ្វើឡើងវិញម្ដងការបញ្ជូនសញ្ញាពីកោសិកាមួយទៅកោសិកាមួយទៀតកាន់តែមានភាពប្រសើរឡើងហើយទំនាក់ទំនងនៃសរសៃប្រសាទក៏កាន់តែតឹងណែនផងដែរបាតុភូតនេះត្រូវបានពិពណ៌នាជាលើកដំបូងដោយអ្នកចិត្តសាស្ត្រផ្នែកសរសៃប្រសាទឈ្មោះ Donald Hebb នៅឆ្នាំ1949ដែលជាទូទៅត្រូវបានគេស្គាល់ថាជាច្បាប់របស់ Hebb's Law កោសិកាសរសៃប្រសាទដែលបញ្ចេញសកម្មភាពព្រមគ្នាវានឹងតភ្ជាប់ទំនាក់ទំនងគ្នាការធ្វើទម្លាប់ណាមួយឡើងវិញជាប្រចាំនឹងនាំឲ្យមានការផ្លាស់ប្ដូររូបរាងកាយយ៉ាងច្បាស់លាស់នៅក្នុងខួរក្បាលសម្រាប់អ្នកលេងតន្ត្រីផ្នែក cerebellum ដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់ចលនារាងកាយដូចជាការកេះខ្សែហ្គីតាឬការកូតវីយូឡុងមានទំហំធំជាងអ្នកដែលមិនចេះលេងតន្ត្រីចំណែកឯអ្នកគណិតវិទ្យាវិញពួកគេមានការកើនឡើងនៃ gray matter នៅក្នុងផ្នែក inferior parietal lobule ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការគណនានិងការគិតលេខទំហំរបស់វាគឺមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងចំនួនពេលវេលាដែលពួកគេបានចំណាយក្នុងវិស័យនេះកាលណាអ្នកគណិតវិទ្យាកាន់តែមានវ័យចំណាស់និងមានបទពិសោធន៍ច្រើននោះការកើនឡើងនៃ gray matter ក៏កាន់តែច្រើនទៅតាមនោះដែរនៅពេលដែលអ្នកវិទ្យាសាស្ត្របានវិភាគទៅលើខួរក្បាលរបស់អ្នកបើកបរឡានតាក់ស៊ីនៅទីក្រុង London ពួកគេបានរកឃើញថាផ្នែក hippocampus ដែលជាតំបន់នៃខួរក្បាលពាក់ព័ន្ធនឹងការចងចាំតាក់ទងនឹងទីតាំងមានទំហំធំជាងគួរឲ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងអ្នកដែលមិនមែនជាអ្នកបើកបរឡានតាក់ស៊ីអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺផ្នែក hippocampus នេះបានថយចុះទំហំនៅពេលដែលអ្នកបើកបរទាំងនោះចូលនិវត្តន៍ដោយទៅនឹងសាច់ដុំរាងកាយដែលឆ្លើយតបទៅនឹងការហាត់លើកទម្ងន់ជាប្រចាំដែរតំបន់ជាក់លាក់នៃខួរក្បាលនឹងធ្វើការបន្ស៊ាំខ្លួននៅពេលដែលត្រូវបានប្រើប្រាស់ហើយវានឹងរួមស្វិតទៅវិញនៅពេលដែលត្រូវបានបោះបង់ចោលជាការពិតណាស់សារៈសំខាន់នៃការធ្វើអ្វីមួយឡើងវិញក្នុងការបង្កើតទម្លាប់ត្រូវបានគេទទួលស្គាល់តាំងពីយូរយារណាស់មកហើយមុនពេលដែលអ្នកវិទ្យាសាស្ត្រផ្នែកសរសៃប្រសាទចាប់ផ្ដើមធ្វើការស្រាវជ្រាវទៅទៀតនៅក្នុងឆ្នាំ1860ទស្សនវិទូជនជាតិអង់គ្លេសលោក George H. Lave បានកត់សម្គាល់ថាក្នុងការរៀននិយាយភាសាថ្មីរៀនលេងឧបករណ៍តន្ត្រីឬរៀនធ្វើចលនាដែលយើងមិនធ្លាប់ធ្វើពីមុនមកយើងតែងតែជួបប្រទះនឹងការលំបាកយ៉ាងខ្លាំងពីព្រោះបណ្ដាញដែលរាល់អារម្មណ៍ត្រូវឆ្លងកាត់នោះមិនទាន់ត្រូវបានបង្កើតឡើងនៅឡើយទេប៉ុន្តែនៅពេលដែលយើងធ្វើវាឡើងវិញញឹកញាប់រហូតបង្កើតបានជាផ្លូវមួយនោះការលំបាកនេះនឹងរលាយបាត់ទៅវិញហើយសកម្មភាពទាំងនោះនឹងคล้ายទៅជាស្វ័យប្រវត្តិដែលយើងអាចធ្វើវាបានសូម្បីតែនៅពេលដែលខួរក្បាលរបស់យើងកំពុងតែគិតពីរឿងផ្សេងក៏ដោយទាំងការគិតបែបសាមញ្ញនិងភស្តុតាងវិទ្យាសាស្ត្រសុទ្ធតែបានយល់ស្របដូចគ្នាថាការធ្វើអ្វីមួយឡើងវិញគឺជាទម្រង់នៃការផ្លាស់ប្ដូរមួយរាល់ពេលដែលអ្នកធ្វើសកម្មភាពណាមួយឡើងវិញអ្នកកំពុងតែដំណើរការបណ្ដាញសរសៃប្រសាទជាក់លាក់ណាមួយដែលភ្ជាប់ទៅនឹងទម្លាប់នោះនេះមានន័យថាការគ្រាន់តែអនុវត្តវាឲ្យបានច្រើនដងគឺជាជំហានដ៏សំខាន់បំផុតមួយដែលអ្នកអាចធ្វើបានដើម្បីបញ្ជ្រាបទម្លាប់ថ្មីមួយទៅក្នុងខួរក្បាលរបស់អ្នកនេះហើយជាមូលហេតុដែលនិស្សិតដែលបានថតរូបជាច្រើនសន្លឹកអាចពង្រឹងជំនាញរបស់ពួកគេបានខណៈដែលអ្នកដែលគ្រាន់តែអង្គុយគិតទ្រឹស្ដីអំពីការថតរូបឲ្យបានល្អឥតខ្ចោះមិនទទួលបានលទ្ធផលអ្វីសោះក្រុមមួយបានចូលរួមក្នុងការអនុវត្តជាក់ស្ដែងចំណែកឯក្រុមមួយទៀតបានត្រឹមតែរៀនសូត្រដោយអសកម្មក្រុមមួយបញ្ចេញសកម្មភាពពិតៗចំណែកឯក្រុមមួយទៀតបានត្រឹមតែត្រៀមលក្ខណៈប៉ុណ្ណោះទម្លាប់ទាំងអស់តែងតែឆ្លងកាត់ដំណើរការស្រដៀងគ្នាដោយចាប់ផ្ដើមពីការអនុវត្តដែលត្រូវប្រើប្រាស់ការខិតខំប្រឹងប្រែង
រហូតคล้ายទៅជាអរិយាបថស្វ័យប្រវត្តិដែលដំណើរការនេះត្រូវបានគេស្គាល់ថាជាភាពស្វ័យប្រវត្តិភាពស្វ័យប្រវត្តិគឺជាសមត្ថភាពក្នុងការបង្ហាញអរិយាបថណាមួយដោយមិនចាំបាច់គិតអំពីជំហាននីមួយៗដែលវាកើតឡើងនៅពេលដែលចិត្តមិនដឹងខ្លួនជាអ្នកគ្រប់គ្រងជំនួសវាមានទម្រង់ប្រហែលជាបែបនេះបន្ទាត់នៃទម្លាប់រូបភាពទី11នៅដំណាក់កាលដំបូងចំណុច A ការអនុវត្តទម្លាប់មួយតម្រូវឲ្យមានការខិតខំប្រឹងប្រែងនិងការផ្ដោតអារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីធ្វើវាឡើងវិញបានមួយចំនួនដងចំណុច B វានឹងកាន់តែងាយស្រួលជាងមុនប៉ុន្តែវានៅតែទាមទារឲ្យមានការយកចិត្តទុកដាក់ដឹងខ្លួនខ្លះៗដដែលនៅពេលអនុវត្តបានគ្រប់គ្រាន់ចំណុច C ទម្លាប់នោះនឹងคล้ายជាស្វ័យប្រវត្តិជាងការដែលយើងត្រូវប្រើខួរក្បាលគិតកាលណាឆ្លងផុតកម្រិតនេះពោលគឺបន្ទាត់នៃទម្លាប់អរិយាបថនោះអាចត្រូវបានអនុវត្តដោយស្ទើរតែមិនចាំបាច់គិតទាល់តែសោះទម្លាប់ថ្មីមួយត្រូវបានបង្កើតឡើងហើយនៅទំព័របន្ទាប់អ្នកនឹងឃើញពីលទ្ធផលនៅពេលដែលអ្នកស្រាវជ្រាវតាមដានកម្រិតនៃភាពស្វ័យប្រវត្តិសម្រាប់ទម្លាប់ជាក់ស្ដែងមួយដូចជាការដើររយៈពេល10នាទីជារៀងរាល់ថ្ងៃទម្រង់នៃតារាងទាំងនេះដែលអ្នកវិទ្យាសាស្ត្រហៅថាខ្សែកោងនៃការរៀនសូត្របានបង្ហាញពីការពិតដ៏សំខាន់មួយអំពីការផ្លាស់ប្ដូរឥរិយាបថទម្លាប់ត្រូវបានបង្កើតឡើងដោយផ្អែកលើភាពញឹកញាប់មិនមែនផ្អែកលើពេលវេលានោះទេការដើរ10នាទីជារៀងរាល់ថ្ងៃរូបភាពទី12ក្រាហ្វនេះបង្ហាញពីបុគ្គលម្នាក់ដែលបានបង្កើតទម្លាប់ដើររយៈពេល10នាទីបន្ទាប់ពីញ៉ាំអាហារពេលព្រឹករួចជារៀងរាល់ថ្ងៃសូមកត់សម្គាល់ថានៅពេលដែលចំនួននៃការអនុវត្តឡើងវិញកាន់តែកើនឡើងនោះភាពស្វ័យប្រវត្តិក៏កើនឡើងទៅតាមនោះដែររហូតដល់អរិយាបថនោះคล้ายទៅជារឿងដែលងាយស្រួលនិងមានភាពស្វ័យប្រវត្តិបំផុតតាមដែលអាចធ្វើទៅបានសំណួរដែលខ្ញុំតែងតែឮញឹកញាប់ជាងគេបំផុតមួយគឺតើវាត្រូវចំណាយពេលយូរប៉ុណ្ណាដើម្បីបង្កើតទម្លាប់ថ្មីមួយប៉ុន្តែអ្វីដែលមនុស្សគ្រប់រូបគួរតែសួរនោះគឺតើត្រូវធ្វើវាប៉ុន្មានដងទើបអាចបង្កើតទម្លាប់ថ្មីមួយបានពោលគឺតើត្រូវការអនុវត្តឡើងវិញចំនួនប៉ុន្មានដងទើបអាចធ្វើឲ្យទម្លាប់មួយคล้ายទៅជាស្វ័យប្រវត្តិបានពេលវេលាដែលកន្លងផុតទៅមិនមានមន្តអាគមអ្វីពាក់ព័ន្ធនឹងការបង្កើតទម្លាប់នោះទេវាមិនសំខាន់នោះទេថាតើអ្នកបានចំណាយពេល21ថ្ងៃ30ថ្ងៃឬ300ថ្ងៃអ្វីដែលសំខាន់គឺអត្រានៃការបញ្ចេញសកម្មភាពនោះអ្នកអាចធ្វើអ្វីមួយ2ដងក្នុងរយៈពេល30ថ្ងៃឬធ្វើវាដល់ទៅ200ដងភាពញឹកញាប់នេះហើយដែលជាកត្តាបង្កើតឲ្យមានភាពខុសគ្នាទម្លាប់បច្ចុប្បន្នរបស់អ្នកត្រូវបានដកជាប់ក្នុងខ្លួនអ្នកតាមរយៈការអនុវត្តឡើងវិញរាប់រយឬអាចដល់រាប់ពាន់ដងរួចមកហើយទម្លាប់ថ្មីក៏ទាមទារនៅកម្រិតនៃភាពញឹកញាប់ដូចគ្នានេះដែរអ្នកត្រូវតែបន្តការព្យាយាមធ្វើវាឲ្យបានជោគជ័យជាប់គ្នាឲ្យបានគ្រប់គ្រាន់រហូតទាល់តែឥរិយាបថនោះចាក់ឫសយ៉ាងរឹងមាំនៅក្នុងខួរក្បាលរបស់អ្នកហើយអ្នកអាចឆ្លងកាត់បន្ទាត់នៃទម្លាប់បាននៅក្នុងការអនុវត្តជាក់ស្ដែងវាមិនសូវជាមានសារៈសំខាន់នោះទេថាតើត្រូវចំណាយពេលយូរប៉ុណ្ណាដើម្បីឲ្យទម្លាប់មួយคล้ายទៅជាសកម្មភាពដោយស្វ័យប្រវត្តិអ្វីដែលសំខាន់នោះគឺអ្នកត្រូវតែបញ្ចេញសកម្មភាពដែលចាំបាច់ដើម្បីបង្កើតឲ្យមានការរីកចម្រើនទៅមុខការខ្វាយខ្វល់ថាទម្លាប់មួយបានคล้ายជាស្វ័យប្រវត្តិទាំងស្រុងហើយឬនៅគឺជារឿងដែលមិនសូវសំខាន់នោះឡើយដើម្បីកសាងទម្លាប់មួយបានអ្នកត្រូវតែអនុវត្តវាជាប្រចាំហើយវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតដើម្បីធានាថាការអនុវត្តនេះពិតជាអាចកើតឡើងបានគឺត្រូវប្រកាន់ខ្ជាប់នៅច្បាប់ទី3នៃការផ្លាស់ប្ដូរអាកប្បកិរិយានោះគឺធ្វើវាឲ្យមានភាពងាយស្រួលចំពោះបន្តបន្ទាប់ទៀតនេះនឹងបង្ហាញអ្នកពីរបៀបអនុវត្តកិច្ចការនេះយ៉ាងជាក់លាក់សេចក្តីសង្ខេបប្រចាំចំពោះច្បាប់ទី3នៃការផ្លាស់ប្ដូរអាកប្បកិរិយាគឺត្រូវធ្វើវាឲ្យមានភាពងាយស្រួលទម្រង់នៃការរៀនសូត្រដែលមានប្រសិទ្ធភាពបំផុតគឺការអនុវត្តជាក់ស្ដែងមិនមែនការរៀបចំផែនការនោះទេត្រូវផ្ដោតទៅលើការបញ្ចេញសកម្មភាពពិតមិនមែនត្រឹមតែការត្រៀមលក្ខណៈនោះទេការកសាងទម្លាប់គឺជាដំណើរការមួយដែលធ្វើឲ្យអាកប្បកិរិយាណាមួយប្រែក្លាយជាមានលក្ខណៈស្វ័យប្រវត្តិបន្តិចម្ដងតាមរយៈការអនុវត្តវាឡើងវិញជាដដែលរយៈពេលដែលអ្នកបានចំណាយក្នុងការអនុវត្តទម្លាប់ណាមួយគឺមិនសូវមានសារៈសំខាន់ដូចទៅនឹងចំនួនដងដែលអ្នកបានអនុវត្តវានោះទេ